បញ្ហាក្លិនឃ្លាឬក៏ក្លិនខ្លួនហើយមួយទៀតគឺក្លិនសាគឺពិបាកខ្លាំងមែនទែនដែលអាចប៉ះពាល់ទាំងការធ្វើការងារឬក៏ការរកស៊ីរបស់យើងជាប្រចាំថ្ងៃមិនថាបុរសឬក៏នារីទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មានបញ្ហាទាំងអស់នេះពីមុនមកខ្ញុំនឹងចែករំលែកតិចនិចមួយចំនួនដែលអាចធ្វើឲ្យក្លិនឃ្លាឬក៏ក្លិនខ្លួនរបស់យើងនឹងគឺកាត់បន្ថយជាងមុនអញ្ចឹងទី1គឺតកតងជាមួយនឹងការសម្អាតរោមចំពោះការសម្អាតរោមយើងគួរតែសម្អាតរោមឲ្យបានត្រឹមត្រូវជាពិសេសគឺតំបន់ឃ្លារបស់យើងតែម្ដងការសម្អាតរោមឲ្យបានត្រឹមត្រូវនឹងវាជួយកាត់បន្ថយបញ្ហាបែកញើសជាមួយនឹងក្លិននៅលើខ្លួនរបស់យើងទី2ហ្នឹងគឺការកម្ចាត់ក្លិនចំពោះការកម្ចាត់ក្លិនគួរតែជ្រើសរើសជាប្រភេទសាប៊ូដែលអាចដុសបាននៅពេលដែលយើងងូតទឹកសម្អាតខ្លួនអញ្ចឹងសាប៊ូហ្នឹងយើងអាចដុសជារៀងរាល់ថ្ងៃមួយថ្ងៃអាច2ទៅ3ដងអីបានហើយចំពោះសាប៊ូដែលអាចកម្ចាត់ក្លិនខ្លួនឬក៏ក្លិនឃ្លារបស់យើងបានល្អហ្នឹងភាគច្រើនគឺផ្សំចេញពីប្រភេទដើមតែប្រភេទក្រូចឬក៏ប្រភេទធ្យូងអញ្ចឹងនៅពេលដែលយើងដុសសម្អាតហ្នឹងយើងអាចប្រើជាប្រភេទស្បែកដុសខ្លួនអីបន្ថែមទៅឲ្យវាកាន់តែស្អាតតែស្បែកដុសខ្លួនហ្នឹងសូមប្រើជាប្រភេទស្បែកដែលទន់ដែលអត់ធ្វើឲ្យឃ្លាហ្នឹងគឺមានការកកិតទី3ហ្នឹងយើងអាចថែទាំឃ្លាពីខាងក្រៅមានន័យថាថែទាំដោយការប្រើជាប្រភេទផលិតផលតែសម្រាប់ផលិតផលដែលយើងជ្រើសរើសមកប្រើសូមមើលឲ្យបានត្រឹមត្រូវដែលជាផលិតផលដែលអាចមានសុវត្ថិភាពដល់ស្បែកឃ្លាជួយផ្ដល់សំណើមហើយមួយទៀតជួយកាត់បន្ថយក្លិនហើយនិងញើសផងដែរសូមជ្រើសរើសផលិតផលដែលមានកម្រិតស្រាលជៀសវាងផលិតផលដែលមានជាតិកាត់ខ្លាំងពេកនៅលើស្បែកតិចនិចទី4យើងអាចប្រើជាផលិតផលលាបនៅលើឃ្លារបស់យើងពីខាងក្រៅហ្នឹងយើងអាចប្រើបន្ទាប់ពីយើងងូតទឹកសម្អាតខ្លួនរួចអញ្ចឹងសម្រាប់ផលិតផលដែលយើងប្រើហ្នឹងគឺយើងអាចប្រើមួយថ្ងៃ2ដងពេលព្រឹកជាមួយនឹងពេលយប់តែបើសិនជាអ្នកដែលគាត់មានបញ្ហាក្លិនឃ្លាខ្លាំងឬក៏បែកញើសខ្លាំងអាចប្រើ3ដងអីបានហើយបើសិនជាប្រើម្ដងទៀតបន្ទាប់ពីងូតទឹករួចហើយយើងចង់ប្រើម្ដងទៀតនៅពេលថ្ងៃឬក៏ពេលអីអញ្ចឹងយើងអាចជូតសម្អាតតំបន់ឃ្លារបស់យើងនឹងឲ្យបានស្អាតល្អសិនជៀសវាងការលាបផលិតផលឲ្យជាន់គ្នានៅលើឃ្លាដោយអត់បានសម្អាតវាធ្វើឲ្យឃ្លារបស់យើងនឹងគឺមានក្លិនសាកាន់តែខ្លាំងតែម្ដងអញ្ចឹងបើសិនជាធ្លាប់មានបញ្ហាបែកញើសឃ្លាឬក៏មានក្លិនឃ្លាក្លិនសាបែបនេះពីមុនមកអាចសាកធ្វើតិចនិចងាយៗនៅខាងលើនេះបាន